វីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើខ្ញុំតែងតែមានអីគេខ្លះនៅក្នុងកាបូបរបស់ខ្ញុំជាប្រចាំថ្ងៃនេះគឺជាកាបូបដែលខ្ញុំចូលចិត្តកាន់ជាងគេណាខ្ញុំតែងតែមានតាគៀបរហូតដោយសារតែសក់ខ្ញុំវែងហើយខ្ញុំពិបាកក្នុងការចងទៅលើអញ្ចឹងទៅភាពងាយស្រួលជាងគេរបស់ខ្ញុំគឺទាញតាគៀបមកគៀបយកមកហើយរបស់សំខាន់មួយទៀតគឺកាបូបលុយអូយកាបូបលុយនេះគឺខ្ញុំស្រឡាញ់មែនតើអ្នកទាំងអស់គ្នាតាំងពីខ្ញុំចេះមានកាបូបលុយមកនេះគឺជាកាបូបលុយដែលខ្ញុំស្រឡាញ់ជាងគេនិយាយទៅគឺ set ជាមួយនឹងកាបូបខ្ញុំនេះមកតបមកទៀតគឺអ្វីដែលខ្ញុំតែងតែមានក្នុងកាបូបខ្ញុំគឺជាលេលាបដៃព្រោះរិសាស្បែកខ្ញុំមានស្ងួតអញ្ចឹងទៅជួនកាលខ្ញុំពាក់អាវដៃវែងអញ្ចឹងខ្ញុំខ្វះតែមួយគឺលក្ខណៈថាលេលាបប្រអប់ដៃអ្នកនរគ្នាសារខ្ញុំមិនសារលាងដៃទៅក្រៅទៅអីអញ្ចឹងខ្ញុំញ៉ាំអីហើយអញ្ចឹងខ្វះអត់បានទេជាមួយនឹងលេលាបដៃទៅក្នុងនឹងមានរបស់ច្រើនពេកអញ្ចឹងរាវប៉ះអីលើកទាំងមុនគឺជា AirPod គឺខ្ញុំដាក់តាមខ្លួនរហូតដោយសារឥឡូវនេះខ្ញុំអត់សូវបើកឡានខ្លួនឯងទេខ្ញុំចូលចិត្តជិះមួយគេមិនថាជិះលើ App ឬអីអញ្ចឹងគឺខ្ញុំតែងតែស្ដាប់ចម្រៀងនៅជាប់បញ្ជាក់រហូតព្រោះខ្ញុំមិនអាចអត់ធ្វើអីបានទេហើយជួនកាលខ្ញុំស្ដាប់បទចម្រៀងដែលលក្ខណៈ relax ឬក៏មួយទៀត favorite របស់ខ្ញុំឥឡូវមកគឺខ្ញុំតែងតែស្ដាប់លោកគ្រូគូសុភាពហើយបន្តមកទៀតគឺខ្ញុំមានទឹកអប់បាញ់សក់ទៅសក់ខ្ញុំវែងអ្នកនរគ្នាអញ្ចឹងខ្ញុំតែងតែត្រូវមានអីបាញ់ជាប់តាមខ្លួនរហូតព្រោះដោយសារពេលខ្លះទៅយើងចង់ឲ្យមានក្លិនក្អូបទៅដល់គេដល់អីដែរអញ្ចឹងតែខ្ញុំក៏តែងតែមាន collagen តាមខ្លួនដែរនិស្ស័យតែចង់ស្អាតតែអញ្ចឹងទៅខ្ញុំតែងតែដាក់តាមកាបូបដោយសារខ្ញុំខ្លាចពេលណាខ្ញុំទៅក្រៅទៅលពលអត់បានញ៉ាំអញ្ចឹងខ្ញុំមានតាមកាបូបសម្រាប់ញ៉ាំហើយប្រភេទ collagen HA+ gummy នេះគឺជាប្រភេទ gummy អ្នកទាំងអស់នេះរបៀបដូចចំហួយអញ្ចឹងគ្រាន់តែយើងទៅពេលញ៉ាំលេងដូចចំហួយអញ្ចឹងអ្នកក៏ធ្វើឲ្យស្បែកយើងស្រស់ថ្លាស្អាតពីខាងក្នុងបានដែរហើយបើនិយាយពីរសជាតិវិញគឺលក្ខណៈថាជូរអែមរបៀបផ្លែប៉េះឆ្ងាញ់មក Collagen HA+ Gummy ក៏ជួយបង្កើតការផលិត collagen និងជួយឲ្យស្បែកសភ្លឺថ្លាពីខាងក្នុងដោយធម្មជាតិប៉ុន្តែប៉ុណ្ណោះក៏ជួយឲ្យសក់កញ្ចក់យើងដុសលូតលាស់បានល្អដែរប្រើប្រាស់ដោយសុវត្ថិភាពនិងទំនុកចិត្តជាមួយផលិតផលស្តង់ដារពីប្រទេសអូស្ត្រាលីផ្ទាល់ហើយរបស់នេះខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏អត់បានដែរគឺក្រែមអញ្ចឹងនិយាយទៅមនុស្សស្រីយើងគឺអត់ក្រែមដូចអត់ន័យហ្មងណាហើយទៅក្រៅគឺត្រូវតែមានក្រែមជាប់ជានិច្ចហើយតែមានក្រែមហើយគឺត្រូវតែមានម្សៅផាត់នឹងកញ្ចក់អីមកនឹងណាគេខ្លះដូចខ្ញុំឯណាខ្ញុំមានបងបាត់តបៅតាមខ្លួនពីមុនណាខ្ញុំមានទាំងអាកុលខ្ញុំមានទាំងស្លៃទៀតតែសារឥឡូវខ្ញុំអត់មានអាកុលស្លៃតាមខ្លួនខ្ញុំមានតែបងបាត់តបៅខ្ញុំតែដាក់បងបាត់តបៅតាមខ្លួនខ្លាចមុតអីបោកខ្ញុំគឺតែងតែមានអីញ៉ាំចេះចុហូបចង្ការអាចមាននំសៃត្រី fish roll ចឹងទៅជួនកាលឬមានដូចក្របធម្មជាតិចឹងទៅហើយខ្ញុំចូលចិត្តញ៉ាំ pistachio នេះអ្នកនរគ្នារបស់ចុងក្រោយគេរបស់ខ្ញុំគឺកំពង់ហើអ្នកនរគ្នាហើយទៅណាអត់បានទេរៀងថារៀងវិលអីចឹងគឺនេះតាមខ្លួនរហូតហើយនេះគឺជាអ្វីដែលខ្ញុំមាននៅក្នុងកាបូបខ្ញុំជាប្រចាំថ្ងៃខ្ញុំមិនដឹងថាមនុស្សផុសមិនទេប៉ុន្តែបើមនុស្សស្រីវិញគឺចូលចិត្តណាស់របស់កាប៉េកប៉ុកនៅក្នុងកាបូបនឹងរបស់អញ្ចេះចប់របស់ខ្ជូតនឹងគឺតែងតែមានតាមកាបូបជានិច្ចហើយខ្ញុំចូលចិត្តកាបូបធំជាងកាបូបទូចពួកដាក់របស់បានច្រើនអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយ